សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនឹងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាលាបឡេការពារសង្វារលើពោះផ្ដេសផ្ដាស់ប្រយ័ត្នប៉ះពាល់ដល់កូនក្នុងផ្ទៃមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំស្ត្រីមានផ្ទៃពោះគ្រប់រូបច្បាស់ជាព្រួយបារម្ភហើយរឿងសង្វារនៅលើពោះខ្លាចក្រែងលែងស្អាតកើតកូនហើយពោះមានសង្វារខ្លាំងពិបាកមើលដូចនេះមានម៉ាក់ខ្លះលាបឡេផ្ដាស់ទៅលើពោះដើម្បីការពារកុំឲ្យកើតសង្វារខ្លាំងដោយមិនដឹងថាវាមានប៉ះពាល់ដល់កូនឬក៏អត់នោះទេចំពោះបញ្ហាមួយនេះលោកវិជ្ជបណ្ឌិតច័ន្ទស៊ីណេតប្រធានផ្នែកសម្ភពនិងរដ្ឋស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនសែនសុខបានឲ្យដឹងថាផលិតផលដែលជួយការពារសង្វារអំឡុងពេលពពោះមានខ្លះមិនប៉ះពាល់ហើយក៏មានមួយចំនួនដែលអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបានដែរផលិតផលដែលមានផលប៉ះពាល់ទាំងនោះអាចជ្រាបតាមស្បែកចូលទៅសរសៃឈាមហើយជាតិគីមីមាននៅក្នុងផលិតផលនោះអាចបណ្ដាលឲ្យប៉ះពាល់ដល់កូនលោកវិជ្ជបណ្ឌិតបានបញ្ជាក់ទៀតថាឡេឬគ្រីមទាំងនោះអាចបណ្ដាលឲ្យទារកមានបញ្ហាប្រឈមដូចខាងក្រោមនេះចំណុចទី1កើតមកមិនគ្រប់លក្ខណៈចំណុចទី2កើតមុនខែចំណុចទី3រលូតចំណុចទី4ឆែបមាត់ឬក្រអូបមាត់ចំណុចទី5កើតមិនគ្រប់គីឡូនិងចំណុចទី6ប៉ះពាល់ដល់ប្រាជ្ញាស្មារតីជាដើមស្របគ្នានេះដែរលោកវិជ្ជបណ្ឌិតបានណែនាំទៀតថាយកល្អមិនគួរប្រើពពួកឡេឬគ្រីមដែលការពារសង្វារក្នុងអំឡុងពេលពពោះទេព្រោះមិនត្រឹមតែផ្ដល់ផលប៉ះពាល់នោះទេវាមិនប្រកាសទេថាផលិតផលអស់ទាំងនោះពិតជាជួយការពារឬបំបត្តិសង្វារបានមែនឬយ៉ាងណាបើមិនចង់កើតសង្វារខ្លាំងស្រីពពោះគួរញ៉ាំអាហារឲ្យបានត្រឹមត្រូវហាត់ប្រាណរក្សាទម្ងន់តាមការណែនាំនិងរក្សាស្បែកឲ្យមានសំណើមតាមក្បួនធម្មជាតិទាំងនេះវិញទើបមិនគួរឲ្យបារម្ភ